nhóm là hông chỉ mùi nâng sạch chụp bảy chón nâng cầm bự bông bồn vì luôn một hộp một nâng cứ chơi trên kế cứ bè cặp bự nâng tài mà đòn bông bồn anh ấy cặp bự hiện thông thống riêng con bái bông bồn bởi cặp bự tôi chưa nâng tiết á bạn bè nè tay bởi tôi khăn mỏ nâng như mặt bè nhưng đã tăng chân mỏ bàn tay cặp bự miền tôi miền thông mình chân dương thận quay hử thông thông cho một bèแต่อันนี้ทอมสมาคนี้คือแบบต่างออกนั่งบองปอนហើយនេះខ្ញុំដាក់ស្ងោសាច់ជ្រូក3ជាន់ណាបងប្អូនដាក់ស្ងោសាច់ជ្រូក3ជាន់យើងដាក់គ្រឿងនៅក្នុងទឹកនឹងបន្តិចទៅដាក់ម្សៅស៊ុបដាក់អំបិលបន្តិចទៅហើយចាំយើងដាក់ស្ងោសាច់3ជាន់របស់យើងហើយកំពឹសរបស់យើងគឺខ្ញុំស្រុះទឹកក្តៅបន្តិចទេបងប្អូនស្រុះនេះគឺស្រុះមកល្មមឆ្អិនល្មមទេមិនស្រុះច្រើនយូរពេកទេហើយសាច់ជ្រូក3ជាន់របស់យើងគឺកាត់កង់ចឹងមកឲ្យឆាប់ឆ្អិនណាបងប្អូនហើយឥឡូវមកឈូសល្ហុងនេះគឺទូចប្រប៉ុណ្ណក៏ដៃកូនក្មេងបងប្អូនតែសគាហើយល្ហុងគឺបេះនៅគៀនផ្ទះខ្លួនឯងតែម្ដងគឺថាល្ហុងនឹងអត់ដែលដាំទេបងប្អូនគឺដុសមកខ្លួនឯងហ្មងហើយជាញ៉ាំហើយចោលគ្រាប់នៅនឹងប្រហែលអាចដុសមកហើយសាច់ល្អទៀតណាបងប្អូនសាច់ឡើងក្រាស់ហើយឡើងហាប់បតុំវិញឡើងផ្អែមហើយសាច់ឡើងរឹងហ្មងហើយនេះទូចទេតែសគាល្អទៀតហើយប្រពន្ធកដៃកូនក្មេងនឹងឈូសទៅបានមួយចានធំបងប្អូនបានមួយចានធំល្មមញោមមួយចានបងប្អូនឥឡូវខ្ញុំឈូសល្ហុងហើយបងប្អូនឈូសល្ហុងហើយយើងចាប់ផ្ដើមមកមើលសាច់របស់យើងគឺឆ្អិនហើយសាច់3ជាន់យើងឆ្អិនហើយឥឡូវមកលីទឹកត្រីផ្អែមបងប្អូនទឹកត្រីផ្អែមនេះខ្ញុំប្រើស្ករត្នោតហើយខ្ញុំអត់ច្រាំខ្ទឹមទេគឺខ្ទឹមខ្ញុំបុកខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសជាមួយគ្នារួចហើយបានខ្ញុំយកមកដាក់លាយជាមួយនឹងទឹកត្រីហ្នឹងទៅបងប្អូនទឹកត្រីហ្នឹងលាយជាមួយស្ករហើយនឹងម្សៅស៊ុបបន្តិចទៅហើយយើងដាក់ក្រូចឆ្មាចូលទៅហើយដាក់ទឹកក្តៅបន្តិចទៅបងប្អូនដើម្បីកុំឲ្យប្រៃពេកបងប្អូនពេលដែលយើងធ្វើទឹកត្រីនឹងហើយពេលយើងចាប់ផ្ដើមមកហាន់សាច់របស់យើងសាច់ជ្រូក3ជាន់ដែលយើងស្ងោរឆ្អិនមិញហ្នឹងណាបងប្អូនអាចហាន់តូចធំតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯងបានណាបងប្អូនពេលដែលយើងហាន់ហើយគឺគ្រឿងផ្សំរបស់យើងគឺរួចរាល់អស់ហើយបងប្អូនចាំតែដាក់ចូលគ្នាហើយដាក់ទឹកត្រីផ្អែមគឺរួចរាល់តែម្ដងបងប្អូនហើយភ្លក់មើលទៅស្ទើរអីគឺអាចថែមថយតាមនឹងបានអានេះគឺល្ហុងមួយចានដែលខ្ញុំឈូសមិញណាឥឡូវយើងដាក់សាច់ជ្រូក3ជាន់យើងចូលហើយនឹងកំពឹសដែលយើងស្រុះហើយហ្នឹងណាបងប្អូនយើងដាក់ចូលគ្នាហើយតបមកយើងដាក់ទឹកត្រីផ្អែមមិញទៅបងប្អូនបងប្អូនអាចលៃតាមនឹងបានណាក្រែងលោដាក់ទៅប្រៃចូលអីគឺទុកខ្លះសិនទៅហើយយើងច្របល់ចូលគ្នាទៅចូលជាតិឆ្ងាញ់ហើយបងប្អូនហើយមុខម្ហូបមួយហ្នឹងគឺញ៉ាំមួយបាយគឺមិនសូវត្រូវហ្មងទេបងប្អូនញ៉ាំលេងអីឆ្ងាញ់ញ៉ាំលេងឆ្ងាញ់ខ្ញុំដាក់សាច់ជ្រូក3ជាន់ហើយនឹងកំពឹសច្រើនណាបងប្អូនល្ហុងបន្តិចទេឆ្ងាញ់ញ៉ាំហើយយើងញ៉ាំភ្លាមទៅឆ្ងាញ់បងប្អូនកុំទុកណាបងប្អូនទុកដល់ល្ងាចអីវាចូលអត់ឆ្ងាញ់ទេបានតែញ៉ាំហើយបងប្អូនញ៉ាំភ្លាមអញ្ចឹងឆ្ងាញ់ណាបងប្អូនអើយបងប្អូនដាក់ម្ទេសឲ្យច្រើនទៅបើនាងខ្ញុំមិនសូវហ៊ានដាក់ច្រើនទេដោយសារកូននាងខ្ញុំចូលចិត្តញ៉ាំដែរអញ្ចឹងបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តបានណាបងប្អូនអរគុណចំពោះការតាមដានទស្សនាបងប្អូន